អ្នកគ្រូខ្ញុំខ្លាចណាស់កុំខ្លាចអីអ្នកគ្រូនៅទីនេះហើយឯងឆាប់សម្រាកចុះអ្នកគ្រូតើអ្នកគ្រូអាចច្រៀងឲ្យខ្ញុំស្ដាប់បានទេកាលពីមុនអ្នកគ្រូតែងតែច្រៀងបំពេពួកយើងឲ្យគេងលក់ប៉ុន្តែអ្នកគ្រូចងចាំមិនបានទេមិនអីទេចាំអ្នកគ្រូសាកច្រៀងសិនមិននឹកស្មានថាលោកសុខចិត្តលះបង់ជីវិតដើម្បីជួយសង្គ្រោះអាវ៉ាង់សោះអរគុណលោកខ្លាំងណាស់សម្រាប់ថ្ងៃនេះក្រៅពីពាក្យអរគុណអ្នកនាងគួរតែសុំទោសយើងទៅត្រូវតើលោកចង់មានន័យថាម៉េចកាលពីអំបញ្ញមិញនៅពេលដែលយើងកំពុងសន្លប់តើអ្នកនាងបានធ្វើអ្វីខ្លះមកលើរូបយើងឬមួយក៏អ្នកនាងចង់ឲ្យយើងរំលឹកឡើងវិញដើម្បីជួយសង្គ្រោះលោកខ្ញុំគ្រាន់តែបានទេទ្រូងលោកពី3ដៃតែប៉ុណ្ណោះតើលោកចង់គំនុំរឿងនឹងមែនទេរឿងដែលទើបតែនឹងកើតឡើងមិញនេះតើអ្នកនាងភ្លេចអស់ហើយឬគឺរឿងដែលអ្នកនាងតើនារីនៅក្រុងជីនស៊ីវសុទ្ធតែមានចិត្តក្លាហានដូចជាអ្នកនាងទាំងអស់មែនទេលោកកំពុងនិយាយពីរឿងតូចតាចដែលផ្លុំខ្យល់នោះមែនទេតើពេលនោះព្រះអង្គម្ចាស់មានអារម្មណ៍យ៉ាងណាដែរនាងសួរខ្ញុំថាមានអារម្មណ៍យ៉ាងណាហាំខ្ញុំដឹងតាំងពីដំបូងថានាងមិនមែនជាស្រីធម្មតាទេចំពោះរឿងប្រុសស្រីអ្នកហាក់មិនសូវប្រកាន់អ្វីច្រើនឡើយតែមិននឹកស្មានថានាងដល់ថ្នាក់នេះសោះដល់ថ្នាក់ណាទៅបានហើយឃើញថានាងខំជួយជីវិតខ្ញុំមិនប្រកាន់ខឹងនឹងនាងទេប៉ុន្តែរឿងនេះហាមនាងមិនឲ្យនិយាយប្រាប់អ្នកណាទាំងអស់ខ្ញុំមិននិយាយក៏បានដែរតែរឿងនេះត្រូវសួរយោបល់អាវ៉ាងសិនព្រោះអ្នកដែលផ្លុំខ្យល់ឲ្យលោកមិនមែនជាខ្ញុំទេគឺគេទេជាអ្នកផ្លុំអ្នកគ្រូទុកឲ្យខ្ញុំជួយវិញហា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 បើសាច់ឆ្អែតហើយប្រញាប់ពាក់ស្បែកជើងវិញទៅមើលទៅមិនសមតតែសោះស្បែកជើងវាសាំហើយពាក់ទៅវាមិនស្រួលជើងទេទុកជើងទេបែបនេះទៅស្រួលបានហើយខ្ញុំធ្វើខ្លួនឯងបានអីចឹងធ្វើខ្លួនឯងទៅគ្រាន់តែធ្លាក់ទឹកសោះធ្វើខ្លួនដូចកូនមន់ដែលគេធ្វើបាបអីចឹងប៉ុន្តែកុំវកឃើញលោកមានសភាពបែបនេះណាចាត់ទុកថាខ្ញុំជំពាក់គុណដែលលោកបានជួយអាវ៉ាងចោះមិនថាថ្ងៃក្រោយយ៉ាងណាបើលោកចង់ឲ្យខ្ញុំសងគុណវិញទោះបីជាត្រូវឆ្លងកាត់ដាវកាំបិតឬសមុទ្រភ្លើងក៏ខ្ញុំត្រូវតែសងគុណលោកវិញឲ្យបានឯងចង់ដើរតាមកន្លងចាស់របស់ជើងហឺតាមែនទេយើងដឹងពីបំណងរបស់ឯងចង់ប្រើដៃរបស់ពួកជីនស៊ូដើម្បីកម្ចាត់ហ្វុងស៊ុយគឺឯងគិតថាឯងអាចលាក់បាំងវាចិត្តមែនទេទីនេះគឺក្រុងយូជឹងរាល់រឿងដែលឯងបានធ្វើតើឯងគិតថាហ្វុងស៊ុយគឺគេរកមិនឃើញមែនទេក្មួយដឹងខុសហើយក្មួយគ្រាន់តែវង្វេងមួយពេលក្មួយតែងតែស្មោះត្រង់ចំពោះលោកពូជានិច្ចមិនដែលហ៊ានមានចិត្តក្បត់នោះទេក្មួយគ្រាន់តែចង់ជួយដោះស្រាយបញ្ហាឲ្យលោកពូប៉ុណ្ណោះឯងស្ដាប់ឲ្យច្បាស់យើងមានផែនការផ្ទាល់ខ្លួនបើអ្នកណាហ៊ានមកបំផ្លាញផែនការរបស់យើងនឹងឲ្យអ្នកនោះស្លាប់ឆ្លៀតពេលដែលហ្វុងស៊ុយគឺមិនទាន់រកឯងឃើញចូលឯងចេញទៅលាក់ខ្លួនសិនទៅលោកពូតើពេលណាទើបក្មួយអាចត្រឡប់មកវិញបានដល់ពេលដែលយើងត្រូវការឯងយើងនឹងឲ្យគេទៅហៅឯងមកវិញដោយខ្លួនឯងព្រះអង្គម្ចាស់ថ្ងៃកំណត់ដែលព្រះរាជាប្រទានមកចិត្តដល់ហើយរឿងរៀបអភិសេកមិនអាចបង្អង់យូរទៀតទេត្រូវតែប្រញាប់សម្រេចចិត្តរឿងនេះសូម្បីតែតម្រុយរបស់គីយីសៀវក៏រកមិនទាន់ឃើញផងតើព្រះអង្គម្ចាស់មានចិត្តឯណាទៅរៀបការទៅ
ទូលបង្គំនឹងបន្តចាត់មនុស្សឲ្យតាមរកដំណឹងរបស់យីសៀវបន្តទៀតប៉ុន្តែការចងស្ពានមេត្រីរវាងគោទាំងពីរជារឿងធំបាននៅតែពន្យាពេលហើយព្រះរាជាទ្រង់ខ្ញាល់ឡើងតើពួកយើងនឹងទៅជាយ៉ាងណាឬមួយក៏ចង់ចោទប្រកាន់ព្រះអង្គម្ចាស់ពីបទល្មើសព្រះរាជបញ្ជាអ្នកដែលខំការពារព្រំដែនយ៉ាងផ្ដុកផ្ដាច់គឺព្រះអង្គម្ចាស់អ្នកដែលធ្វើឲ្យព្រះរាជាផ្ទុំលក់ស្រួលក៏គឺព្រះអង្គម្ចាស់ឯងមើលចុះតើព្រះរាជាធ្វើអ្វីខ្លះចំពោះព្រះអង្គម្ចាស់កាត់បន្ថយស្បៀងកងទ័ពបង្កកស្នាដៃសឹកទៀតព្រះអង្គម្ចាស់មេតបរងខហ្វូយីសៀវនៅមានជីវិតនៅឡើយទេរកឃើញហើយឯងថាអីរកឃើញណែណានិយាយឲ្យច្បាស់មើលនៅឯភូមិគ្រឹះគឺជាងនាងគឺលោកម្ចាស់វ័យក្មេងនៃភូមិគ្រឹះនោះបានជួយសង្គ្រោះនារីអាវក្រហមម្នាក់នាងគឺជាមេតបរងខហ្វូយីសៀវគឺនឹងឯងប៉ុន្តែមេតបរងត្រូវបានខហ្វុងស៊ុយគឺចាប់ខ្លួនចេញពីភូមិគ្រឹះបាត់ទៅហើយតាមដំណឹងថានាងត្រូវបានគេនាំទៅគឺស៊ូសាបច្ចុប្បន្នគឺនៅក្នុងរាជធានីអ៊ីចឹងប៉ុន្តែពួកយើងធ្លាប់ទៅរកនៅភូមិគ្រឹះគឺជាងនាងក៏ដែរតាហេតុអ្វីរកមិនឃើញប្រហែលជាពេលនោះនាងត្រូវបានគេលាក់ខ្លួនទុកល្អណាស់យីសៀវនៅមានជីវិតពិតមែនយើងនិយាយហើយថានាងមិនងាយស្លាប់នោះទេទូលបង្គំសូមថ្វាយបង្គំសូមព្រះរាជានុញ្ញាតទៅរាជធានីដើម្បីជួយនាងទោះបីត្រូវបូជាជីវិតក៏ទូលបង្គំត្រូវតែជួយយីសៀវឲ្យបានជួយយ៉ាងម៉េចឯងចង់ទៅម្នាក់ឯងឬចង់នាំតបទៅដោយចំហឬដោយសម្ងាត់តើមានសង្ឃឹមប៉ុន្មានភាគរយបើឯងបូជាជីវិតតើព្រះអង្គម្ចាស់មិនស្ដាយក្រោយទេខ្ញុំគ្រាន់តែចង់ជួយយីសៀវបានហើយវៃរ៉ានឯងចាត់មនុស្សទៅក្រាបបង្គំទូលព្រះរាជាថាយើងនឹងចេញដំណើរទៅរាជធានីអ៊ីចឹងក៏ភ្លាមរឿងរៀបការចាំទៅដល់ទីនោះសឹមគិតទៀតព្រះអង្គម្ចាស់បែបនេះហាក់ដូចជាខុសរាជប្រពៃណីហើយឈប់និយាយទៅអ៊ីសៀវក៏ស្ថិតក្នុងកណ្ដាប់ដៃរបស់ខហ្វុងស៊ុយគឺមិនដឹងថាត្រូវគេធ្វើបាបកម្រិតណាទេនាងអាចមានគ្រោះថ្នាក់ដល់ជីវិតគ្រប់ពេលនេះមានតែយើងម្នាក់គត់ដែលអាចជួយនាងបានមិនអាចបង្អង់សំបីតែ1នាទីរៀបចំសេះចេញដំណើរឲ្យលឿនបំផុតទទួលព្រះរាជបញ្ជា